អត្តន័យនៃពាក្យសម្ដីរបស់បងអូនស្រីគឺធ្ងន់ជាងគឹមលីសាទៅទៀតបងប្អូនសូមជិះស្ដាប់ទាំងអស់គ្នាទាំងអស់គ្នាខ្ញុំសុំហ្មងខ្ញុំសុំទាំងអស់គ្នាហ្មងសូមឈប់ប្រៀបធៀបមនុស្សប្រុសជាមួយនឹងឆ្កែទៀតគឺវាអត់ត្រូវទេយើងអត់គួរប្រៀបធៀបអញ្ចឹងទេវាអត់យុត្តិធម៌ទេណាព្រោះទាំងអស់គ្នាមើលនេះគឺជាសត្វឆ្កែហើយយើងទៅប្រៀបធៀបមនុស្សប្រុសជាមួយនឹងសត្វឆ្កែមិនគឺអត់កើតទេនេះគឺជា Hachiko ហើយ Hachiko នេះគឺជាឆ្កែមួយនៅជប៉ុនកាលពីឆ្នាំដែលគាត់បានកើតកាលពីឆ្នាំ1923ហើយគាត់ជាមួយនឹងម្ចាស់គាត់គឺអាសាទៅ Shibuya Station ក្រោយមកម្ចាស់របស់គាត់ក៏បានស្លាប់ហើយ Hachiko នេះគឺបាននៅតែទៅបន្តទៅ station នេះ Shibuya Station នេះអស់រយៈពេលជិត10ឆ្នាំដើម្បីទៅចាំម្ចាស់របស់គាត់បន្ទាប់ពីម្ចាស់របស់គាត់បានបាត់បង់ជីវិតបានស្លាប់ហើយអញ្ចឹងយើងអត់អាចប្រៀបធៀបមនុស្សប្រុសជាមួយនឹងឆ្កែបានទេគឺអត់សមទេទាំងអស់គ្នាអត់សមសោះហ្មងទាំងអស់គ្នាស្គាល់មនុស្សប្រុសម្នាក់នៅក្នុងជីវិតទាំងអស់គ្នាដែលនឹងទៅចាំមនុស្សជាទីស្រឡាញ់នៅស្ថានីយ៍អាទិភ្លើងរយៈពេលជិត10ឆ្នាំប្រហែលនេះគឺអត់មានទេព្រោះយើងដឹងហើយថាសត្វឆ្កែគឺស្មោះត្រង់មែនតើស្មោះត្រង់ជាមួយនឹងម្ចាស់ស្មោះត្រង់ជាមួយនឹងមនុស្សស្មោះត្រង់ជាមួយនឹងអ្នកដែលសត្វឆ្កែនោះស្រឡាញ់នឹងទុកចិត្តយើងអត់អាចប្រៀបធៀបបានទេវាជារឿងមួយដែលអត់យុត្តិធម៌ទេសុំឈប់និយាយអញ្ចឹងទៀតទៅប៊ីងលីដឹងគេប្រៀបធៀបកូនមួយអីហ៎ប្រៀបធៀបកូនមួយមនុស្សប្រុសហ៎ហ្នឹងហើយប៊ីងលីគេប្រៀបធៀបកូនជាមួយនឹងមនុស្សប្រុសគេថាដូចមួយណាក៏ដូចមួយណាដែរគេប្រៀបធៀបកូនអញ្ចឹងណា Snow លើគេប្រៀបធៀបកូនមួយមនុស្សប្រុសដូចគ្នាដែរនេះឃើញអត់ដាស៊ីមិនដែរកូនយល់មិនដែរគេប្រៀបធៀបកូនមួយមនុស្សប្រុសអញ្ចឹងបើហ្មងណាហើយខ្ញុំឃើញគេនិយាយថាកុំឲ្យប្រៀបធៀបមនុស្សប្រុសជាមួយនឹងសត្វធាតុនេះគឺជារឿងមួយដែលខុសច្បាប់ប៉ុន្តែចុះនៅពេលដែលគេប្រៀបធៀបមនុស្សស្រីជាមួយនឹងកណាត់សជាមួយនឹងពេលដែលមានកូនស្រីគឺដូចមានអំបិលប្រហុកមួយពាងឬក៏ប្រៀបធៀបមនុស្សស្រីជាមួយនឹងសឡកកូឬក៏ប្រៀបធៀបមនុស្សស្រីជាមួយនឹងប្រគុណសាធារណៈចុះពេលដែលការប្រៀបធៀបមនុស្សស្រីជាមួយនឹងវត្ថុទាំងអស់ហ្នឹងវិញអាហ្នឹងមិនវិញទៅបាទអត្តន័យដែលបងអូនស្រីចង់និយាយនេះណាចង់និយាយចង់សម្ដៅនេះគឺធ្ងន់ជាងគឹមលីសាទៅទៀតក្នុងនាមខ្ញុំជាបុរសម្នាក់ជាមនុស្សប្រុសម្នាក់ខ្ញុំសូមថ្កោលទោសចំពោះបងអូនស្រីហើយខ្ញុំសូមស្នើដល់ក្រសួងកិច្ចការនារីសូមហៅបងអូនស្រីទៅបំភ្លឺហើយក៏សូមស្នើដល់ស្នងការសូមស្នងការហៅបងអូនស្រីទៅបំភ្លឺថាតើអត្តន័យដែលបងអូនស្រីនិយាយក្នុងឃ្លីបមួយហ្នឹងចង់សម្ដៅលើអីសម្រាប់ខ្ញុំយល់ថាគាត់ចង់បន្ថោកតម្លៃបុរសទៀបជើងឆ្កែទៅទៀតណាដោយគាត់ថាកុំឲ្យប្រៀបធៀបដោយគាត់និយាយថាកុំឲ្យប្រៀបធៀបឆ្កែជាមួយនឹងមនុស្សប្រុសព្រោះអត់មានមនុស្សប្រុសប្រមាណអ្នកដែលស្មោះដូចឆ្កែទៅចាំម្ចាស់វាទេអញ្ចឹងពាក្យនេះធ្ងន់ណាស់បាទអត្ថន័យនេះធ្ងន់ណាស់សូមឲ្យក្រសួងដែលមានការពាក់ព័ន្ធចាត់វិធានការនិងហៅបងអូនស្រីម្នាក់នេះដល់កក្លឿននេះទៅបំភ្លឺបើមិនដូច្នោះទេមនុស្សប្រុសអត់អស់ចិត្តទេបាទសូមអរគុណ